សមត្ថកិច្ចកម្ពុជាចាប់បានចារកម្មថៃម្នាក់ដែលប្រមូលព័ត៌មានទៅឲ្យយោធាថៃខណៈគិតត្រឹមម៉ោង 1 រសៀលថ្ងៃនេះយោធាថៃនៅតែបន្តវាយប្រហារចូលក្នុងទឹកដីកម្ពុជានៅក្នុងតំបន់យុទ្ធភូមិភាគទី 4 ដោយប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកនៅក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថានៅវេលាម៉ោង 12:40 នាទីរសៀលថ្ងៃទី 11 ខែធ្នូឆ្នាំ 2025 សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនចារកម្មថៃម្នាក់នៅក្នុងភូមិសាស្ត្រភូមិស្លក្រាមឃុំស្លក្រាមស្រុកស្វាយជ័យខេត្តបន្ទាយមានជ័យដែលកំពុងប្រមូលព័ត៌មានទៅឲ្យយោធាថៃជាមួយគ្នានេះក្រសួងការពារជាតិនៅរសៀលថ្ងៃទី 12 ខែធ្នូនេះបានសង្ខេបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃដោយបញ្ជាក់ថាកងកម្លាំងយោធាថៃនៅតែបន្តបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅយុទ្ធភូមិភាគទី 4 ចាប់ពីម៉ោង 7:05 នាទីព្រឹកដល់ម៉ោង 1 រសៀលនេះក្រសួងការពារជាតិបានបញ្ជាក់ថានៅម៉ោង 7:40 នាទីយោធាថៃបានបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែខ្លាំងនៅក្នុងភូមិសាស្ត្រជប់អង្គុយនឹងថ្មឆាតនៅវេលាម៉ោង 8:20 នាទីយោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាដោយប្រើប្រាស់រថក្រោះអមដោយកម្លាំងថ្មើរជើងបាញ់ចូលទៅក្នុងភូមិសាស្ត្រថ្មឆាតនិងប្រាសាទតាក្របីនៅវេលាម៉ោង 8:41 នាទីយោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកម្រោលខ្លាំងនៅក្នុងភូមិសាស្ត្របូស្បូវជាំតែរហូតមកដល់វេលាម៉ោង 9 យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកម្រោលនឹងខ្លាំងនៅក្នុងភូមិសាស្ត្រអានសេះនិងបន្តវាយលុកនៅក្នុងភូមិសាស្ត្រថ្មដូនជប់អង្គុញថ្មឆាតភ្នំ333ប្រាសាទតាក្របីនិងប្រាសាទតាមាន់នៅវេលាម៉ោង 10:12 នាទីយោធាថៃបន្តប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនចូលទៅក្នុងភូមិសាស្ត្រភ្នំខ្មោចនិងបូស្បូវជាំតែនៅវេលាម៉ោង 11 យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជានៅក្នុងភូមិសាស្ត្រអានសេះនិងបានបាញ់ផ្សែងពុលយ៉ាងច្រើនសន្ធឹករហូតដល់វេលាម៉ោង 12 យោធាថៃចាប់ផ្ដើមវាយប្រហារបន្ថែមទៀតទៅលើភូមិសាស្ត្រតាសឹមគោ8ភ្នំខ្មោចជាំតែដែលបានប្រើប្រាស់កាំភ្លើងធំដ្រូននិងបាញ់ផ្សែងពុលនិងរថក្រោះបុកនិងបន្តវាយប្រហារក្នុងភូមិសាស្ត្រប្រាសាទតាក្របីភ្នំ333ជប់អង្គុញថ្មដូនដំណាក់ស្ដេចប្រាសាទតាមាន់និងជប់កគីនៅវេលាម៉ោង 12:32 នាទីយោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកនៅក្នុងភូមិសាស្ត្រខេត្តព្រះ